យើងមកមើល line up របស់ក្រុមបាល់ទាត់ Paris Saint-Germain ជប់នេះមានអ្នកចាំទី Donnarumma ដៃទី1ហើយ defense របស់គេមាន Mendes មាន Pacho មាន Marquinhos ហើយនឹង Achraf Hakimi បំរើ3មាន Fabian Ruiz មាន Vitinha ជាមួយនឹង João Neves នៅកលើនោះមាន Kvaratskhelia ជាមួយនឹង Ousmane Dembele ហើយនឹង Doué អូយ Paris លេងនិយាយមែនទេពូពេញចិត្តស្ដោកហ្មងអា 4-3-3 នេះបាទចាំមកទស្សនាជំរឿនកីឡាកររបស់ក្រុមបាទ Inter Milan របស់ពួកយើងគឺមានអ្នកចាំទីដៃជាមួយកីឡាករ Jan Sommer ខ្សែការពារដាក់3រូបមានកីឡាករ Alessandro Bastoni មានបាទ Francisco Acerbi និងខ្សែការពារ Benjamin Pavard ដាក់ចំប្លង់ខ្សែបំរើបាទមាន5រូបនេះកីឡាករ Di Marco មានបាទ Mkhitaryan មានកហលណាក់ឡូមាន Nico Barella និងខ្សែបំរើការពារ Denzel Dumfries ខ្សែប្រយុទ្ធដាក់2រូបមានកីឡាករ Lautaro Martinez ដែលជាប្រធានក្រុមចាប់ដៃគូជាមួយនឹងកីឡាករគឺ Marco Thuram ហើយក៏តាអតប Fabian Ruiz ឲ្យ Vitinha បញ្ជូនចូលប្រាកាសរបស់ Paris Saint-Germain ថែម មួយទល់នឹង0ភាពប៉ិនប្រសប់របស់ក្រុមបាល់ទាត់ Paris Saint-Germain នៅក្នុងការប្រកាសចង្វាក់លេងវាធ្វើឲ្យប្រព័ន្ធការពាររបស់ក្រុមបាល់ទាត់ Inter Milan វាពិបាកនៅក្នុងការទប់ស្កាត់ណែយើងទៅមើលម្ដងទៀតមិញការបានន័យថាការឲ្យឱកាសពីKvaratskhelia ជាអ្នកកាត់ឲ្យទៅហើយអ្នកដែល finishing ចុងក្រោយគឺខ្សែការពាររបស់ Maroc Hakimi Hakimi គាត់ជាវីរបុរសរបស់ក្រុមបាល់ទាត់ Paris នៅក្នុងការធ្វើឲ្យស្នាមញញឹមនៅAlien Arena ចាប់ផ្ដើមបកក្រាកឲ្យឲ្យបាល់នេះឲ្យក្រាកកន្ទិលចឹង Vitinha ជាអ្នក Axibol អូ Doué បាល់នេះគឺលេងតែ4នាក់គាត់5ចេញពី Kvaratskhelia ឲ្យទៅ Vitinha ហើយបាទ Vitinha កាត់ឲ្យទៅ Doué Axibol ឲ្យមកនេះអ្នកចុងក្រោយគឺ defend បាទ Hakimi ស្អាតហើយ1-0ទៅណានេះមកកាត់ស្ដាច់ position មែន position ទីគីតាកា តែវាទីត្រូវវាថាបាល់នឹងតែមានគ្រាប់មែនមានមែនបាទ Dembele បញ្ជូនមក Dembele នេះ2នាក់ចាំ support អូយនៅ skill បាទកាត់មកឲ្យបាទ Doué ចូលgo អានេះវាជាគ្រាប់បាល់ដ៏ឈួតបំផុតរបស់Dazare គេហៅថា crazy goal យើងគិតថាបាល់មិនគាត់សិតយកមុំទី1ប៉ុន្តែបាល់វាទៅជា reflex ជាមួយនឹងអ្នកចាំទីទៅជាកលាច់ចូលនេះបានន័យថាការធ្វើប្រហែលរបស់ Jan Sommer តែវាមិនមែនជារឿងចៃដន្យទេដែល Dazare Doué ខ្សែប្រយុទ្ធស្លាប់របស់ក្រុម PSG គាត់សុទ្ធគ្រាប់ទី2ឲ្យ PSG នៅមុខ 2-0 នេះគឺជាភាពប៉ិនប្រសប់ហើយគឺជាទេពកោសល្យមួយទៀតដែល Doué ធ្វើបានហើយបើយើងមើលទៅលើរឿងព្រេងនាទីមិនដូចពងយើងថាអត់សាញ់ញ៉ាំទេវាត្រូវបានបញ្ចប់ឡើងដល់ទំព័រចុងក្រោយគឺ90នាទីបូកហ្មងគេរៀបទឹកហើយពុះនៅចាំតែមហូបយើងគេរៀបហើយល្អចង្វាក់លេងរបស់ក្រុម PSG កាត់ Dembele មកផ្លោះឲ្យមក Dazare Doué ទាត់អត់អែមណាវាអាចនិយាយបានថាដោយសារ Sommer គាត់ឧបសគ្គរបស់គាត់គឺខ្សែការពាររបស់គាត់បាទដល់ពេលអញ្ចឹងគាត់ពិបាកនៅក្នុងការមិនវាពិបាកនៅក្នុងការមិនហើយជាសំខាន់គឺគាត់បានថាដូចគេយកមកបាំងមុខគាត់អញ្ចឹងអញ្ចឹងបានន័យថាវាពិតជាពិបាកមែនទែននៅពេលដែលការសហការគ្នានៅពេលដែលគាត់ធ្វើការជាមួយនឹងខ្សែការពារវាអត់មានសម្លេងវាអត់មានភាពសងតង់គ្នាណែ Di Marco នេះយើងមើលម្ដងទៀតបានដឹងថា Di Marco គឺនៅពីមុខ Jan Sommer ពេញមុខហ្មងណែគ្រូគាត់ស្រែកថាហេតុអីគាត់បើកឲ្យដាសរ៉េស្រួលហ៎មកហើយឃើញ Kvaratskhelia ទៅលាក់មកឡើយនេះអើយ Fabian អត់ទៅណាឆ្ងាយមកចាអូយចឹងតើបាទរៀបមកទៀតអត់ទិញអាប្រកាច់ចូលមកចឹងគួយឆា Kvaratskhelia មកជើង free នៅមុខទីអត់មានអ្នកចាប់ទេអូយបបរ៉ា Fabian Roy ចាប់មកនេះ Ousmane Dembele Ousmane Dembele អោបងថាគេមិនអោ off ឱកាស3ជើងណា MC ស្រីសម្រាប់ PSG អូបាល់ដកដូចពោះផលិតចឹងបង C2 គ្រាប់ហើយក៏ប៉ុន្តែអត់មានទប់ទេណាបុកបន្ថែមទៀតកុំឆ្លើយជាមួយនឹង Paris Saint-Germain ទឹកបាល់ជ្រែកមកតែមកលើមក Ousmane Dembele អូណែ Dembele ស្អាតណាស់ទៅ Vitinha more and more so easy fucking in the game at slowly goal អ
สหายไม่ได้ดัดพังมึงก็ต่อ โอ้ยบงយើងជឿខ្ញុំនៅឡើយបងខ្ញុំថាមានមកគ្រាប់ទៀតពី PSG ឥឡូវនេះគឺថា3ដោយសំណុំពោក3ដោយជាការទូទាយ៉ាងអញ្ចឹង តិចតាមមកគ្រាប់ទៀត សំគ្រាប់ទៀតបង โอ้ยมันดูโอเวอร์ลุยซับมาอย่าปีก โอเวอร์แมนโอ้ยมวยนาในแฟนอัมซีไซโอเวอร์มาขี้ใจเลยไม่พี่ก็อะไร Paris Saint-Germain អូយដួេបងដួេឱកាសកន្លែងនេះអូយ freestyle ជន់មកពី Dembele ហើយក៏កាត់មកពី Vitinha ឲ្យជួយកាត់មកកន្លែងនេះ โอ้ ទីនេះមិនដែរបងថៃ โอ้มาเดี๋ยวเลยមើលចេះសាយទីមកក្រោយវិញ តែនេះថាเป็นនេះណា 3បងយើង3គ្រាប់អញ្ចឹងឥឡូវដូចខ្ញុំនិយាយអញ្ចឹង ដួយទៀត ដួេបងដួេ អូយពីស៊ីវិញមកនេះ100លានមកនេះ អូតែបងថៃចាំចាប់ final នេះ100លានបង 100លានហ្នឹង100លានអានេះអាចនឹងលើសផងតាមអាយុតាមតម្រងលេខបច្ចុប្បន្នអត់មានក្រោម100លានទេ កាត់ มาใจเย็นได้เป็นลีบากลากันมาได้แทบเสียเนื้อไผ่มาไกลก็ไม่มากลางเราฝาเป็นร้อยชิปจูมากระดาษตัดนักกระเป๋าเนี่ยแรงกันสุดเต็มแล้วเลยโอ้ยเรดลีบากลามอยบาตลีมันจะโนมันจะพลาดตะลึงเอาไปไหน ម៉ែមកកម្លាំងបាល់ ល្អមែនតើពីដេមបេលេបញ្ជូនបន្តវិឆាទៅវិឆាកាវ៉ាស្កាលេគោលអាយយបាទខកខានច្រើនមែនតើតែលើកនេះអត់ឲ្យខកខានទេពីវិឆាកាវ៉ាស្កាលេវិញដល់មកអូយល្អមែនតើពីបាទខ្សែប្រយុទ្ធសញ្ជាតិសុកស៊ីវិឆាកាវ៉ាស្កាលេ4ទល់នឹង0អាយយដាច់ផឹងតែម្ដងបងប្អូនយើងគឺដាច់ផឹងតែម្ដងគោល ជឿហើយបាទលោកស្រីអើយលោកស្រីល្អមែនតើបាទវិឆាកាវ៉ាស្កាលៀបាទសេណារីយ៉ូនេះគឺគេរៀបចំហើយបាទលោកប៉ាគឺបានថាក្នុងការ live របស់គាត់គឺគាត់ច្បាស់មែនតើប្រិយមិត្តតែតាមលោកប៉ាគឺមិនខុសបំណងទេបាទយើងទស្សនារូបភាពយឺតកន្លែងនេះបាទការឲ្យបាល់ពីអូស្ម៉ាន់ដេមបេលេបាទការប្រាស់ល្បឿនរបស់គេគឺល្អមែនតើនេះមិនមែនជាជើងស៊ីនទេបាទនេះអូយមុំតូចតែម្ដងបាទល្អមែនទេពីខ្សែប្រយុទ្ធលេខ7វិឆាកាវ៉ាស្កាលីល្អហួសបាទល្អណាស់បាទល្អវិញបាទបិទទេបងប្រពន្ធខ្សែការពីបាស្តូនីនេះបិទមិនជាប់ទេបាទល្បឿនក៏យឺតជាងLuis Enrique គឺសប្បាយចិត្តមែនតើបាទយ៉ាងម៉េចទៅហើយបាទអំស៊ីស័យអារម្មណ៍នៅក្នុងការអត្ថាធិប្បាយគូនេះ ធម្មតាស៊ីស្រួលពេក4-0បាត់ហើយបងណា ទៅសាជាថ្មីហើយកីឡាករវ័យក្មេងរបស់ PSG កើប1-2យ៉ាងណាក៏អស់ហើយដាក់មកជើងស្ដាំចូលមកសុទ្ធ มันไม่ตีละเอาให้เบรดลีบาโกลา បាទកូឡាឲ្យទៅទីអស់ហើយលីងកុំអី 5-0 នេះ អានេះបើសិនជានិយាយអំពីគេហៅថាកិច្ចការសាលាដែលគ្រូដាក់ឲ្យណាធ្វើការមួយមិត្តរួមក្រុមបាទត្រង់នេះម៉ាយូលូឲ្យមកបាកូឡាទៀតឲ្យម៉ាយូលូចំមើលលបល់យោហើយ វាមិនដែរ They have done it again 5-0 มันទម្លាក់ដៃទេมันខ្វល់ទេ អានេះវាមួយហើយមួយទៀត មួយទៀតបនថែមគឺគ្មានពាក្យថាគ្រប់គ្រាន់ never enough for them អូយតើពួកគេនឹងដាក់ទរណកម្មទៅលើ Inter Milan ប្រហែលគ្រាប់ទៀតមើលទៅការប្រកួតវគ្គផ្ដាច់ព្រាត់នេះគឺខុសពីការរំពឹងទុករបស់ទស្សនិកជនយើងទាំងអស់គ្នាតែម្ដងម៉ាយូលូស៊ុបប្រសាប់ទៅតែផ្លាស់ប្ដូរចូលប្រហែលជា3នាទីមុននេះទេ បាទ បាកូឡារុញហើយក៏គៀសមួយពីម៉ាយូលូទាំងបាកូឡាទេបាកូឡាក៏លេងល្អទៅទៀតវត្តមកជើងឆ្វេងបាទន័យថាចង្វាក់នេះគឺចង្វាក់តរណកម្មពិឃាតតែម្ដងយ៉ានសមឺគាត់ធ្វើបានល្អហើយប៉ុន្តែបើសិនជាមានខ្សែប្រយុទ្ធល្អបែបនេះសួរថាអ្នកចាំទីរូបណាដែលអាចតទល់ជាមួយនឹងខ្សែប្រយុទ្ធដ៏មុតស្រួចបែបនេះបាន Luis Enrique ពិតជាសប្បាយរីករាយណាស់បាទ10ឆ្នាំចុងក្រោយគឺឈ្នះពានរង្វាន់នេះជាលើកទី2
ហើយមើលចុះបងប្អូនគាត់តែសក្តីរំភើបរីករាយរបស់ពួកគេក៏បញ្ជាក់ឲ្យដឹងថាការខិតខំប្រឹងប្រែងប៉ុន្មានឆ្នាំនេះគឺពួកគេស័ក្តិសមនឹងទទួលវាអាសប៊ីអស់សេចក្តីច្បាប់លបាយហើយអបអរសាទរប៉ារីសសេនជឺមែនខាជាម្ចាស់ជាឯកពីរង្វាន់ Champions League រដូវកាល2024-2025 ជាលើកទី1ក្នុងប្រវត្តិសាស្ត្រជាលើកទី1នៅក្នុងកំណត់ត្រារបស់ក្លឹប PSG ដែលលេងតំណាងឲ្យប្រទេសបារាំងទាំងមូលតែម្ដងពួកគេបង្ហាញសេចក្តីរីករាយកីឡាករម្នាក់សម្រក់ទឹកភ្នែកនៅលើទីលានវាលស្មៅបៃតងក្នុងទីក្រុងម៉ូនិក Allianz Arena ថ្ងៃនេះនឹងក្លាយទៅជាទីលានមួយដែលជាទីលានគួរឲ្យចងចាំបន្ទាប់ពីការប្រកួតនេះមកពួកគេនឹងបោចស្មៅពីទីក្រុងម៉ូនិកទៅដាក់នៅក្នុងសារមន្ទីររបស់បារាំងហើយ វាស័ក្តិសមនឹងពួកគេស័ក្តិសមនឹងគេទទួលបាន